សួស្តីអ្នកនរគ្នាក្នុងវីដេអូនេះដែរខ្ញុំមានចំណុចថ្មីបន្តិចចង់យកបង្ហាញអ្នកនរគ្នាគឺពាក់ព័ន្ធនឹង Automation License Nature Service มันដំណើរការណាมันដំណើរការគឺដោយសារកម្មវិធីនេះ Automation Nature នេះគឺវា error កាលណាវា error នៅពេលយើងចុចចូលកម្មវិធី TIA នៅពេលយើងចុចចូលកម្មវិធី TIA យើងបង្កើត project ថ្មីនៅពេលយើងបង្កើត project ថ្មីដល់កន្លែងដែលយើង CPU គឺវានៅវិលជាប់រហូតអត់ដំណើរការទេនេះនៅពេលយើងលើ CPU ចុចលើ CPU នេះគឺវានៅវិលរហូតអត់ដំណើរការទេអញ្ចឹងខ្ញុំនឹងបង្ហាញដល់អ្នកនរគ្នាថាយើងដោះស្រាយបែបណាអញ្ចឹងយើងបិទកម្មវិធីនឹងឡើងវិញមកបិទកម្មវិធីវិញមកតមកអ្នកនរគ្នាចូលមកចូលឲ្យ search នេះវាយពាក្យថា control panel នេះ control panel តទៀតយើងចូលកន្លែងនេះ uninstall program ហើយយើងអស់មកក្រោមរហូតមកយើងរក file មួយដែលគេដាក់ថានេះ Siemens Automation License Nature អញ្ចឹងគឺយើងយកទៅចូលលុបវាចោលមកចូលលុបវាចោលណាអញ្ចឹងយើងលុបអាកម្មវិធីដែល error ចោលសិននេះតបយើង uninstall ហើយវាឲ្យយើងថាតើយើង restart កុំព្យូទ័រយើងអត់អញ្ចឹងយើង restart វាសិនមកបាទតបយើង restart កុំព្យូទ័រមកគឺយើងទៅ download កម្មវិធី Automation License Nature ហ្នឹងចំរបស់ក្រុមហ៊ុន Siemens តែម្ដងណាដោយយើងចូលតាម link នេះអញ្ចឹងអ្នកនរឲ្យ copy link នេះមកហើយ link នេះខ្ញុំនឹងដាក់ក្រោមវីដេអូឲ្យណាអញ្ចឹងយើង copy link មកហើយយើងចុចទៅ Google Chrome របស់យើងហើយយើងផាសវាមកបាទហើយយើង enter តមកវានឹងចូលនាំយើងចូលដល់ Google Drive មួយហើយយើងចុច download ណាចុច download មកបាទអញ្ចឹងវា100 MB អញ្ចឹងហើយអញ្ចឹងយើងចុច download away មកតបយើង download ហើយវានឹងបាន file នេះមកមួយដាក់ Siemens Automation License Nature នេះយើងចុចបើកវាមកបាន administer មកគឺ yes ណាបាទ next មកយើងចុច click extract next ទៀត yes ណាបាទតោះមកយើងចុចលើកន្លែង click លើ open ហើយយើង finish មកតបពីយើង finish ហើយវាលោកបែបនេះលោកនេះចឹងយើងចុចលើ file setup ចេះទៀតមកបាទអញ្ចឹងវានឹងនាំយើងចូលដល់ការតម្លើងកម្មវិធីនេះចឹងយើងចាំវាមកឲ្យវាតម្លើងខ្លួនឯងរហូតដល់ចប់ណាអញ្ចឹងយើងចុចលើ setup នេះយកជាភាសាអង់គ្លេសមក next មកយើង next ទៀតមកយើង accept វាយើង next បន្តអញ្ចឹងយើង next មកយើងមិនខ្វល់ទេគេ next រហូតទៅឲ្យវាតម្លើងខ្លួនវាអញ្ចឹងយើងរងចាំរហូតដល់វាតម្លើងចប់យើង accept សិនណា accept សិនមកយើង next បន្ត install បាទអញ្ចឹងជំហានបន្តទៀតគឺវានឹងតម្លើងខ្លួនវារហូតហើយយើងរងចាំរហូតដល់វាតម្លើងចប់យើង restart កុំព្យូទ័រយើងបើកភាសាទៀតគឺយើងអាចចូលទៅ TIA យើងបានហើយតោះបន្ទាប់ពីយើងតម្លើងវាហើយចុចលើ finish មកបាទ finish យើង finish ណា finish ហើយយើងសាកចូលទៅកម្មវិធី Automation License Nature មើលបានអត់បើចូលបាននេះយើងតម្លើងបានជោគជ័យហើយអូខេយើងអាចចូលបាននេះគឺជា license របស់យើងឃើញ error ទៅឥឡូវយើងសាកចូលទៅបើក TIA portal មើលចូលហើយយើងបើកលើ CPU បើមិនយើងអាចលើ CPU បានមានន័យថាវាលែងមានបញ្ហាទៀតហើយខ្ញុំសាកលើ CPU ណាមួយមកដល់12 14 CD 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 ចឹងអូខេអញ្
ចឹងខ្ញុំអាចរើស CPU មកប្រើបានណាដូចពីមុនទេពីមុនកាលណាចុចរើសវាគឺវាវិលរហូតតែម្ដងអត់ដើរអញ្ចឹងទេហើយ load error តែមកលើខ្ញុំអាចរើសបានហើយអញ្ចឹងបើនិយាយថា automation license nature ដែលយើងបានតម្លើងហ្នឹងគឺតម្លើងបានជោគជ័យហើយវាអត់មានបញ្ហាទេអញ្ចឹងយើងអាចសរសេរកូដបានធម្មតាឃើញទេបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងសូមអរគុណ